បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកជួបគ្នាសាជាថ្មីជាមួយនឹងវីដេអូចែករំលែកចំណេះដឹងពីកសិកម្មឥឡូវយើងមកនិយាយពីពេលដែលមេផ្សិតរបស់វាដាក់ពេញគេចប់បែបហ្នឹងវាសល់តិចតួចឬក៏វាដាក់ពេញអញ្ចឹងដាក់ពេញហើយពេលដាក់ពេញអញ្ចឹងតើយើងគួរធ្វើដូចម្ដេចអានេះតាមបទពិសោធន៍របស់ខ្ញុំពេលដែលមេផ្សិតវាដាក់ពេញអញ្ចឹងគឺវាចាប់ផ្ដើមដោះទល់មកខាងហ្នឹងហើយណាអានេះមានហើយនេះឃើញវារឹងអញ្ចឹងដោះមកហើយវាកំពុងតែដោះមកអញ្ចឹងដើម្បីឲ្យវាដោះរួចដើម្បីឲ្យផ្សិតនឹងដោះរួចយើងមិនមែនបកថងនឹងទេអានេះវារបាក់ខ្លួនវាទេណាអានេះវាបើកខ្លួនវាទេនេះហើយក៏មិនតន់មានដូចជាមិនតន់មានកូនមកដល់មកទេដោះមកហើយដោះមកទូចហើយ3 4ថ្ងៃទេដល់មិនចេញមកអញ្ចឹងតែយើងគួរធ្វើដូចម្ដេចដល់ពេលវាដល់មកចឹងហើយអញ្ចឹងពេលវាដាក់បាញ់យើងពេលយើងស្រោចទឹកយើងមិនមែនស្រោចទឹកគល់មកពីខាងហ្នឹងទេគឺយើងអាចស្រោចបើក្បាលវាដើម្បីអានេះវាសើមផងដើម្បីវាមានភាពងាយស្រួលក្នុងការដោះទម្លុះអាស្បកក្តាស់ហ្នឹងណាគឺយើងស្រោចឲ្យវាយើងសើមមកខាងហ្នឹងខ្លះមកដើម្បីឲ្យវាងាយស្រួលក្នុងការដោះទម្លុះរបាំងនេះព្រោះបើកាលណាវាដោះមិនអាចទម្លុះនេះបានទេវានឹងស្វិតទៅវិញមិនអញ្ចឹងខ្ញុំនឹងនាំទៅមើលកន្លែងចាស់របស់ខ្ញុំឲ្យវាស្វិតទៅវិញដែលវាចាក់មិនធ្លុះអញ្ចឹងអូខេហើយនេះវាគឺជាកន្លែងចាស់ដែលខ្ញុំដាំគឺដោះមកច្រើនមែនទែននេះឃើញមានកូនវាមួយច្រើនខ្ញុំបកអានេះចេញដោយសារតែវាដោះចេញមកច្រើនចឹងតែការស្រោចទឹកក៏ពិបាកដែរដកទឹកមកអញ្ចឹងវាអាចនឹងខូចអញ្ចឹងមកខ្ញុំថាដកទឹកមកអញ្ចឹងមានបញ្ហានេះដកទឹកអញ្ចឹងហេតុអីបានខ្ញុំគិតថាបើយើងសិនជាយើងវាដោះមកផ្ទល់នឹងกระดาษកាហ្វេវានឹងរលួយទៅវិញយើងមើលជាក់ស្ដែងយើងមើលទៅលើខ្ញុំរកមើលសិនថាថងមួយណាដែលវាមានដោះយ៉ាងនេះឃើញអត់អានេះវាដោះមកវានឹងចាក់ចូលទៅក្នុងថងវាចាក់ចូលក្នុងថងវានឹងរលួយវាទៅជាបែបនេះអានេះឃើញអត់ដោះមកច្រើនមែនទែនតែវាបែរទៅជារលួយទាំងអស់វាមិនអាចដោះធ្លុះបានទេអញ្ចឹងមានន័យថាពេលយើងចាក់ទៅនឹងกระดาษកាសែតឲ្យវាសើមទៅវាអាចទម្លុះមកខាងក្រៅឲ្យបានក៏ព្រោះវាត្រូវដោះជុំវិញតែវាមិនអាចទេវាដោះមកទៅខាងមុខឲ្យពួកវាមានកន្លែងចេញអូខេចឹងវីដេអូមានតែប៉ុណ្្នឹងទេមានអ្វីថ្មីខ្ញុំនឹងចែករំលែកទៅអ្នកទាំងអស់គ្នាបន្ថែមទៀតបាយកុំភ្លេច Subscribe admin ផង admin នឹងចែករំលែកវីដេអូថ្មីៗដែលមានប្រយោជន៍ទាំងអស់គ្នា